Sống cứ chỉ chun bị cả là phim này có bật mến có bật tái ca to su bọc sống ca trô điên ca thật không bằng prai có đố chia niệm mình này thầm ra tu tự này ចាសួស្តីអូន បាទ ចា សួស្តី ចាមកអីចាផៃបច្ចុប្បន្ននេះប្រកបមុខរបរអីដែរចា ចាសម្រាប់អូននេះសប្តាហ៍ថ្ងៃគឺធ្វើការនៅសមាគមវិទ្យុសំឡេងជនពិការភ្នែកបង ចាអូ បាទ ខេ ឈ្មោះអ៊ំជានក៏ធ្វើការនៅសមាគមវិទ្យុសម្លេងជនពិការភ្នែកដូចគ្នា ចាចាបងអូនជៀនជាមួយនឹងអូនសុផានីន បាទ ចាអូទាំងពីរអ្នកពិតជាប្រកាសមែនតើខ្ញុំតាមដានជាពិសេសគឺថាសំឡេងពីរោះខ្លាំងណាលងតែម្ដងមានសំណួរខ្លះៗថាតែបច្ចុប្បន្ននេះមកយើងធ្វើការនៅខាងវិទ្យុជាតិអញ្ចឹងណាវិទ្យុ សំឡេងជនពិការភ្នែកប អូ ង នធ្វើអីខ្លះដែរនៅក្នុងការងារនេះ ចានៅក្នុងសមាគមវិទ្យុហ្នឹងគឺបើនិយាយការងារកូនហ្មងគឺជាពិធីករពិធីការនី ចា ចាហើយបន្តមកយើងមានការងារបន្តបន្សំច្រើនទៀតតកតទៅនឹងផ្នែកសំឡេងចាដូចជា ពិធីករយើងកាន់កម្មវិធីអីមួយឬក៏មិន ចាមានកម្មវិធីជាលក្ខណៈព័ត៌មានឬក៏ការកម្សាន្តការចែករំលែកការអប់រំអីផ្សេងៗចឹង អូចាចា ចា ហើយជាការងារពេញម៉ោងតែម្ដងមិនចឹងណា ចាបងចា ចាហើយឥឡូវនេះសុំសួរទៅជាបន្តិចមើលថាតាធ្វើមកស៊ូឬក៏ដំណើរជីវិតរបស់យើងមិនបានមកដល់ខ្លាចទៅជាពិធីករពិធីការនីទាំងពីរនាក់នេះល្បីទាំងពីរនាក់ធ្វើមិនទៅ នៅវេលាម៉ោង 12:33 នាទីថ្ងៃទី 9 ខែធ្នូទោះបីថាការខិតខំប្រឹងប្រែងនោះមានការលំបាកយ៉ាងណាក៏ដោយប៉ុន្តែយើងចាត់ទុកថាវាមិនមែនជាកត្តាដែលសំខាន់សម្រាប់យើងទេ ចាចា បាទអ្វីដែលយើងអាចរំពឹងឈានទៅមុខបានគឺការខិតខំតស៊ូជំនះគ្រប់ឧបសគ្គទាំងអស់ដើម្បីឲ្យយើងឆ្លងកាត់មកដល់ថ្ងៃនេះរហូតដល់ចប់មហាវិទ្យាល័យចូលបានធ្វើការនៅសមាគមនេះឯងបង ចាអូហើយចាំមកដល់ពេលនេះមើលលោកជួយប្រាប់អាយុតិចមើលអាយុប្រហែលហើយចា ខ្ញុំ35ហើយបង ចា35ហើយណាចាអញ្ចឹងយើងរៀនចប់មហាវិទ្យាល័យភ្លាមមកធ្វើការភ្លាមហ្មង បាទ អូខេអញ្ចឹងប្រហែលឆ្នាំហើយបបពិសោធន៍ការងារអញ្ចឹង បបពិសោធន៍ការងារចូល10 ចិត្ត ឆ្នាំ 10 នេះបង ឆ្នាំហើយបង អូចិត្ត10ឆ្នាំអញ្ចឹងមានន័យថាចប់មហាវិទ្យាល័យប្រហែលទៅអាយុ24 25 បាទ ចា គឺជាជនមានវិការភាពភ្នែកបង ចា បើអត់ឃើញទេ ពីកំណើតមកនោះ បាទ សម្រាប់ខ្ញុំពីកំណើត ចា នេះណា ចា អូ បាទខ្ញុំប្រហែលជាអាយុ4ទៅ5ឆ្នាំហ្នឹងខ្ញុំលេងគ្រាប់បង អូ បាទ ក្របក្របអីទៅ គ្រាប់ហ្នឹងកាលពីមុនគេធ្លាប់យកទៅបាញ់ថ្មតាមភ្នំតាមអីណា ចា ហើយគេច្នៃយកទៅបោកត្រីតាមស្ទឹងតាមព្រៃតាមអីចឹងណា ចាចា បាទដល់ពេលហើយយើងឃើញអញ្ចឹងអាហ្នឹងវាប៉ិនផាវទេបងដូចថាអញ្ចឹង ចា ដល់ពេលនេះយកទៅដុតនៅក្នុងចក្រានបាយក៏ផ្ទុះទៅ ចាហើយក៏មានបរិយាកាស ពីការតាំងពីនឹងមក គឺមានការតស៊ូរហូតដល់បច្ចុប្បន្ន បាទ ចាគួរឲ្យស្ញប់ស្ញែងមែនតើចាអញ្ចឹងឥឡូវមានសំណួរចុងក្រោយទៅដល់បងអូនថាមានអ្វីដែលជាសាបដាំផ្ញើទៅដល់យុវជនរបស់យើងណា ផ្ញើដល់យុវជនយុវតីទាំងឡាយដែលរស់នៅក្នុងសង្គមនៃកម្ពុជានេះទាំងអស់សូមឲ្យមានការតស៊ូប្រឹងប្រែងហើយកុំអស់សង្ឃឹមហើយព្យាយាមធ្វើការងារណាដែលសុចរិតទៅតាមលទ្ធភាពដែលខ្លួនឯងធ្វើបានចា